នេះគឺជាករណីនៃការចាប់ជាតិឡើងវិញតែមួយគត់ដែលត្រូវបានចារក្នុងប្រវត្តិសាស្ត្រហើយវាជារឿងគួរឲ្យខ្លាចបំផុតហេតុការណ៍នេះបានកើតឡើងនៅក្នុងទីក្រុងដ៏ស្ងប់ស្ងាត់មួយនៃរដ្ឋ Indiana ក្នុងឆ្នាំ1939ដោយមានប្តីប្រពន្ធវ័យក្មេងមួយគូបានពោពោះហើយក៏បានបង្កើតកូនមានកូនស្រីម្នាក់ដែលមានឈ្មោះថា Marie ក្នុងរយៈពេលដំបូង Marie ហាក់ដូចជាក្មេងដទៃទៀតដែរប៉ុន្តែរហូតដល់នាងចាប់ផ្ដើមដឹងក្តីចេះនិយាយនាងបាននិយាយពាក្យប្លែកៗតែគ្មាននរណាអាចស្ដាប់យល់បានដំបូងឪពុកម្ដាយរបស់នាងគិតថាវាគ្រាន់តែជាការនិយាយលោឡារបស់ក្មេងប៉ុណ្ណោះប៉ុន្តែនៅពេលដែលនាងកាន់តែធំឡើងវាក៏បានបញ្ជាក់កាន់តែច្បាស់ Marie នាងកំពុងតែនិយាយភាសាចិនហើយនាងបាននិយាយភាសានេះយ៉ាងស្ទាត់ជំនាញក្រុមគ្រួសាររបស់គាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែពួកគេមិនដែលមានជាប់សាច់ឈាមអ្វីនឹងជនជាតិចិននោះទេហើយក៏មិនធ្លាប់មានអ្នកចេះភាសានេះដែរដើម្បីស្វែងរកចម្លើយពួកគេបានទៅពិគ្រោះជាមួយអ្នកជំនាញភាសាហើយក្រោយមកក៏បានបញ្ជាក់ច្បាស់ថាភាសាចិនរបស់ Marie បាននិយាយមិនត្រឹមតែស្ទាត់ប៉ុណ្ណោះទេថែមទាំងពោពេញទៅដោយឃ្លាដែលក្មេងសម័យថ្មីមិនអាចដឹងទៀតផងមួយឆ្នាំកន្លងផុតទៅអាកប្បកិរិយារបស់ Marie កាន់តែប្លែកទៅដោយសារតែមួយថ្ងៃនាងបានចង្អុលទៅលើផែនទីចាស់មួយហើយទទូចថានាំខ្ញុំទៅទីនោះហើយទីនោះគឺជាភូមិដាច់ស្រយាលមួយនៅក្នុងប្រទេសចិនដោយអស់សង្ឃឹមក្នុងការស្វែងរកចម្លើយឪពុកម្ដាយរបស់នាងក៏យល់ព្រមជូននាងទៅបន្ទាប់មកក៏បានធ្វើដំណើរទៅវិញឆ្ងាយពួកគេក៏បានទៅដល់ភូមិមួយនោះហើយពេលនោះនាងនិងឪពុកម្ដាយកំពុងតែជិះរថភ្លើងក៏បានឆ្លងកាត់តំបន់ជនបទមួយពេលនោះ Marie ស្រាប់តែទាមទារឲ្យពួកគេឈប់ហើយនាងបាននាំពួកគេទៅកាន់ផ្ទះកសិដ្ឋានចាស់មួយបន្ទាប់មកនាងបានរត់ទៅមាត់ទ្វារហើយក៏បានគោះទ្វារយ៉ាងខ្លាំងដោយភាពញាប់ញ័របន្ទាប់មកក៏មានបុរសចំណាស់ម្នាក់ក៏បានបើកទ្វារហើយបន្ទាប់មកទៀត Marie ក៏មិនបង្អង់យូរនោះទេនាងក៏បានរត់ចូលទៅក្នុងហើយក្រុមគ្រួសាររបស់នាងក៏បានដើរតាមនាងនៅការភ្ញាក់ផ្អើលខណៈពេលនោះ Marie ក៏បាននៅក្បែរជញ្ជាំងហើយដកដង្អិតចេញពីជញ្ជាំងហើយនាងក៏បានទាញយកតុក្កតាមួយដែលប្រឡាក់ទៅដោយធូលីដីចេញមកកាន់ហើយអោបវាយ៉ាងណែនហើយបន្ទាប់មកទៀតនាងក៏ងាកទៅបុរសចំណាស់ម្នាក់នោះហើយក៏បាននិយាយតិចថាលោកពងចាំខ្ញុំទេមែនទេនេះគឺជាតុក្កតារបស់ខ្ញុំហើយភ្លាមនោះពេលដែលឮ Marie និយាយបែបនេះគ្រប់គ្នាក៏បានស្ងៀមស្ងាត់ហើយអ្វីដែល Marie និយាយបន្ទាប់មកទៀតធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលលែងហើបមាត់